សួស្តីតើអ្នកឈ្មោះអ្វីនៅក្នុងភាសាចិនគឺយើងនិយាយថា你好你叫什么名字你好你叫什么名字你好ប្រែថាសួស្តី你អ្នក叫ហៅ什么អ្វី名字ឈ្មោះអញ្ចឹងនៅក្នុងប្រយោគនេះគឺយើងនិយាយថា你好你叫什么名字សួស្តីតើអ្នកឈ្មោះអ្វីអញ្ចឹងយើងអត់និយាយថាសួស្តីតើអ្នកហៅឈ្មោះថាអ្វីអញ្ចឹងយើងអត់និយាយអញ្ចឹងទេគឺវារៀងឆ្កងអញ្ចឹងយើងប្រែថាសួស្តីតើអ្នកឈ្មោះអ្វីសួស្តីខ្ញុំឈ្មោះវ៉ែនណៃចុះអ្នកវិញ你好我叫文奈你呢你好我叫文奈你呢你好我叫文奈你呢អូខេអញ្ចឹងកន្លែងហ្នឹងយើងសួស្តីទៅគេវិញអញ្ចឹងយើងប្រាប់ឈ្មោះទៅគេនៅពេលដែលយើងចង់ប្រាប់ឈ្មោះទៅគេថាយើងឈ្មោះអ្វីគឺយើងត្រូវនិយាយថា我叫我叫អញ្ចឹង我叫ប្រែថាខ្ញុំឈ្មោះអញ្ចឹងយើងដាក់ឈ្មោះយើងពីក្រោយមកបើសិនជាខ្ញុំឈ្មោះវ៉ែនណៃអញ្ចឹងខ្ញុំនិយាយថា我叫文奈រីករាយណាស់ដែលបានស្គាល់អ្នក很高兴认识你很高兴认识你很ប្រែថាណាស់高兴រីករាយ认识ដែលបានស្គាល់你អ្នក很高兴认识你រីករាយណាស់ដែលបានស្គាល់អ្នកខ្ញុំក៏រីករាយដែរដែលបានស្គាល់អ្នក我也很高兴认识你我也很高兴认识你我也很高兴认识你អញ្ចឹងនៅក្នុងប្រយោគនេះគឺមានពាក្យថ្មីមួយពាក្យថា也ប្រែថាក៏ឬក៏我也很高兴认识你我也很高兴认识你ខ្ញុំក៏រីករាយដែរដែលបានស្គាល់អ្នកខ្ញុំត្រូវទៅមុនហើយលាសិនហើយខ្ញុំត្រូវទៅមុនហើយលាសិនហើយ我要走了再见我要走了再见我要走了再见អូខេតើឥឡូវយើងបកម្ដងទៀត我ខ្ញុំយ៉ាវត្រូវឬក៏ត្រូវការចូលមានន័យថាដើរលហើយ再见លាសិនហើយនៅក្នុងប្រយោគនេះពាក្យចូលលយើងប្រែថាទៅហើយឬក៏ទៅមុនហើយអញ្ចឹងណា再见លាសិនហើយ我要走了ខ្ញុំត្រូវទៅហើយ再见លាសិនហើយ